បាទខ្លងគំរូពពងចេញសញ្ញាល្អបដាហើយបងប្អូនដែលចាប់អារម្មណ៍ទស្សនាវីដេអូនឹងឲ្យចប់នឹងបានដឹងនៅវិធីសាស្ត្រល្អមួយចំនួនដែលអាចបង្កើតការងារនៅនឹងផ្ទះបានបាទហើយនេះពីដំបូងឡើយពពងចាប់ផ្ដើមកែច្នៃលក្ខណៈប្រភេទដីស្រែបាទបងប្អូនឃើញណាដីនឹងចិត្តទៅជាដីស្រែឥឡូវកន្លែងណាកលុកកន្លែងណាធានាបអីហ្នឹងពពងកែច្នៃវាបដាអាកន្លែងណាកាយដល់ជាប់ទៅក៏កន្លែងណាក៏ឈូសទៅឈូសឆាយវាធ្វើម៉េចកែច្នៃវាឲ្យល្អធ្វើវាឲ្យទៅជាគេហៅថាកន្លែងពហុប្រយោជន៍ដើម្បីរកជាចំណូលណាបាទរកចំណូលនៅក្នុងនេះគឺកន្លែងនេះពពងនឹងឆ្នៃបងប្អូនយើងតាមដានទស្សនាឲ្យចប់នឹងបានដឹងថាការឆ្នៃរបស់ពពងហ្នឹងមានសារៈសំខាន់អ្វីខ្លះអញ្ចឹងណាបាទហើយចាប់ពីពេលនេះតទៅពពងនឹងចេញវីដេអូបន្តបន្ទាប់ពីការកែច្នៃដីស្រែមួយកន្លែងនេះដើម្បីឲ្យបងប្អូនយើងមានប្លង់មានគំរូយកទៅធ្វើเนาะបាទចឹងតើកាលណាបងប្អូនយើងមានចង់ធ្វើវិធីសាស្ត្របែបនេះឬក៏ចង់រលុយតាមប្រព័ន្ធមួយនេះបងប្អូនយើងតាមដានទស្សនាវីដេអូពពងទៅបាទហើយនៅខាងក្រោយនេះពពងចាប់ផ្ដើមឃើញមានទឹកលហាចនេះគឺកន្លែងនេះពពងលែងត្រីរួចហើយបងប្អូនយើងបាទហើយកំពុងតែបន្តឈូសអាដីស្រែខាងនេះដើម្បីឲ្យរៀបទៅហាលនឹងដាំស្រូវដាំអីឬទៅព្រោះស្រូវអីទៅដើម្បីឲ្យត្រីចេញពីអូហ្នឹងមករកស៊ីនៅក្នុងដីស្រែនេះតែម្ដងប៉ុន្តែឥឡូវពពងកំពុងតែពង្រៀបដីបញ្ឈុះដីដើម្បីឲ្យវាបានស្មើទៅដើម្បីដាក់ទឹកទៅឲ្យវាទឹកយើងវាមានជម្រៅស្មើគ្នាអីស្រួលក្នុងការលៃលោកដាំស្រូវឬក៏ដាក់ទឹកគ្រប់គ្រងទឹកបាទហើយបន្ទាប់ពីពពងឈូសហើយនេះពពងនឹងដាក់អាចគោដាក់អីបន្តទៀតបាទពេលដែលឈូសហើយហ្នឹងពពងត្រៀមដាក់អាចគោមួយឡានបងប្អូនយើងមួយឡានហ្នឹងប្រហែលជា3តោនណាបាទឥឡូវនេះឈូសវាបដាហើយដីនេះវាអត់ស្មើបាទវារាងទួលកដាលអីចឹងណាស្រែហ្នឹងណាចឹងបានយើងឆ្នៃលៃវាដើម្បីឲ្យវាស្មើទៅហើយដល់ពេលវាស្មើហើយយើងចាប់ផ្ដើមបាយជីបាយហើយបាទហើយឥឡូវងាកមកមើលបន្លាយវិញបន្លាយពពងកំពុងតែធ្វើហ្នឹងបាទនៅខាងនេះគឺបន្លាយជុំវិញបាទស្រែមួយហ្នឹងយើងកាយអាបន្លាយហ្នឹងព័ទ្ធជុំវិញបាទយើងយកអាអិចណាបាទយកអាអិចមកកាយបន្លាយព័ទ្ធជុំវិញទៅដើម្បីផែនការយើងគឺមិនមែនត្រឹមតែត្រីទេបាទក្នុងបន្លាយមួយនេះគឺយើងមានត្រីផងហើយយើងនឹងមានបន្លែផងបាទហើយបន្លែនោះគឺប្រភេទបន្លែគេហៅថាផលិតបាទហើយមកអូជុំវិញនេះបងប្អូនជុំវិញហ្នឹងមិនមែនតិចទេណាបាទប៉ុន្តែប្រកងកាយឆ្នាំហ្នឹងវាស្ទើបងប្អូនយើងបាទស្ទើបាទឆ្នាំក្រោយប្រកងបន្តកាយវាបន្ថែមទៀតឲ្យបានទៅតឹង2ម៉ែត្រទៅបាទ2ដៃអីទៅនេះប្រកងកាយតាមមួយដៃអញ្ចឹងវាយ៉ាងស្ទើបើសិនជាបងប្អូនយើងធ្វើបាទយកគំរូនឹងទៅធ្វើគឺអាបលាយព័ទ្ធជុំវិញគឺបងប្អូនយើងកាយពីដៃអិចបាទហើយយកអាចដីទៅដាក់ធ្វើជាទំនប់ទៅហើយបើនិយាយពីជម្រៅវិញអាចជាជម្រៅ1ម៉ែត្រកន្លះអីទៅបាទមិនបាច់ជ្រៅពេកទេបាទ1ម៉ែត្រកន្លះឬក៏2ម៉ែត្រក៏បានដែរបាទតែតឹង2ម៉ែត្រជម្រៅ2ម៉ែត្រអីចឹងទៅហើយបានអាចដីដាក់ធ្វើទំនប់ហ្នឹងគឺយើងដាក់មកជុំវិញហ្នឹងគឺបើកាយអាចដីប៉ុណ្ណឹងយកទៅដាក់ធ្វើទំនប់គឺគ្មានអត់មានភ័យបារម្ភខ្លាចថាទឹកខែវស្សាឡើងនៅលិចស្រែយើងលិចអាងយើងហ្នឹងទេបាទយើងដាក់របៀបធ្វើទំនប់អញ្ចឹងវាស្មើដូចអាងហើយបាទហើយទៅពេលហ្នឹងយើងឈូសឆាយខាងក្នុងវាឲ្យតែផ្ទៃរៀបវាស្មើទៅអាស្រូវក៏បានអាត្រីក៏បានអាបន្លែក៏បានដែរបងប្អូនយើងបាទហើយគ្រាន់តែប៉ុណ្្នឹងយើងអាចវាមានគេហៅថាលក្ខណៈគ្រប់គ្រងគ្នាទៅវិញទៅមកហើយយើងបើតំបន់បងប្អូនសម្បូរទឹកមានចិត្តស្ទឹងឬក៏ចិត្តទន្លេបងប្អូនយើងធ្វើប្លង់នឹងបានមួយគឺលុយវិលជុំបាទវិលជុំបាទហើយចាំមើលពកងរៀបរាប់បន្តទៀតបងប្អូនដឹងថាអីខ្លះដើម្បីឲ្យបានលុយវិលជុំបាទហើយឥឡូវហ្នឹងពកងពងតែរៀបអារឿងដីហ្នឹងបាទកែច្នៃដីហ្នឹងធ្វើម៉េចឲ្យវាស្មើបាទកន្លែងណាតនៀបលុបវាទៅកន្លែងណាទួលឈូសវាចេញទៅបាទ
ហើយបងប្អូនយើងចាំមើលមើលបាទហើយប្រគងកំពុងតែបន្តកែច្នៃហើយនឹងត្រៀមចេញវីដេអូបន្តបន្ទាប់តែម្ដងណាចេញដើម្បីឲ្យបងប្អូនយើងបានប្លង់បានគំរូយកទៅពិនិត្យមើលបដាពិនិត្យដូចថាលក្ខណៈថាពិចារណានិងស្វែងយល់បន្តពីវីដេអូមួយទៅវីដេអូមួយអញ្ចឹងណាបាទចឹងអត់មានអីទេក្រោយតែពីវីដេអូនឹងបានឈូសឆាយចប់សពគ្រប់ហើយគឺយើងធ្វើទៅតាមលំដាប់លំដោយនឹងឯងបាទហើយប្លង់មួយនេះពិសេសហ្នឹងបងប្អូនយើងបាទហើយប្លង់មួយនេះបើគិតទៅធ្វើបានតែដីស្រែទេបាទសម្រាប់ដីស្រែណាដីស្រែយើងអាចយកមកធ្វើបែបនេះគឺអេមហ្មងបងប្អូនយើងបាទប៉ុន្តែបើដីចម្ការបើសិនជាធ្វើបានក៏ចំណាយលុយអស់ច្រើនដែរតែបើសិនជាដីស្រែស្រួលធ្វើជាងបាទហើយក៏ចំណាយលុយអស់តិចជាងហើយក៏លះចេញលទ្ធផលជាងបាទដោយសារដីស្រែធានាបស្រាប់ហើយដល់ពេលយើងកាយអញ្ចឹងទៅយើងអាចកែច្នៃទៅជាចំការដូងទៅជាចំការទុរេនហើយក៏ក្នុងទឹកអស់ហ្នឹងក៏ទៅជាកន្លែងចិញ្ចឹមត្រីផងដែរចឹងប្លង់មួយនេះគេហៅថាប្លង់ពហុប្រយោជន៍បងប្អូនយើងបាទជាប្រភេទពហុប្រយោជន៍សម្រាប់រកចំណូលនៅជុំនៅនឹងតែម្ដងបើសិនណាជាដូចពគងថាបងប្អូនមានទឹកស្ទឹងឬក៏ទឹកទន្លេដែលអាចបូមដាក់បានណាបងប្អូនយើងគួរតែរៀបប្លង់នេះមួយទៅបាទត្រឹមតែកន្លះហាត់អីហ្នឹងគឺយើងអាចទទួលផលបានច្រើនហើយបាទទីមួយយើងតាមបន្លាយគាត់ជុំវិញហ្នឹងយើងត្រីបាទហើយក្នុងស្រែយើងដែលពពងកំពុងតែឈរហ្នឹងក៏យើងលក្ខណៈដាំស្រូវបាទវាយជាស្រូវមកហើយត្រីវារស់ស៊ីពេញហ្នឹងឯងបាទដល់ពេលចេញជាស្រូវហើយយើងប្រកាសជាបូមទឹកតម្លាក់ចូលឲ្យវាស្រូវយើងមានទឹកចឹងទៅទីមួយវាបានទៅវាលទីវាលធំសម្រាប់ឲ្យត្រីរស់ស៊ីក្នុងហ្នឹងបាទហើយឥឡូវនេះប្រគងប្រៀបដីបានហើយឥឡូវហ្នឹងក៏តាមផែនការហ្នឹងគឺត្រូវដាក់អាចគោ3តោនបងប្អូន3តោនមួយឡាននេះបាន3តោន100ក្រុងណាបាទហើយឥឡូវបានដឹកមកដល់ហើយប្រគងថាធ្វើគឺធ្វើឲ្យបងប្អូនយើងធ្វើឲ្យច្បាស់លាស់ធ្វើឲ្យជាក់លាក់ទៅធ្វើអីក៏វាទទួលផលដឹងដែរដោយប្រគងកន្លងមកបងប្អូនយើងឃើញណាប្រគងចិញ្ចឹមសត្វនេះចិញ្ចឹមសត្វនោះធ្វើទៅសត្វតែបានផ្លែបានផ្កាហើយបាទឥឡូវថាដាក់ឯកគោគឺដាក់ឯកគោបងប្អូនយើងឃើញណាប្រគងចំណាយព្រឹសតែម្ដងបណ្ណាការងារអស់នេះដោយប្រគងថាអញ្ចឹងរឿងប្លង់គំរូឬក៏ប្លង់អាងសម្រាប់អាជីវកម្មមួយនេះគឺយើងមិនមែនធ្វើដែលរាល់ឆ្នាំទេឧទាហរណ៍ថាចំណាយទុនយើងចំណាយឲ្យត្រូវហើយគឺចំណាយតែម្ដងគឺយើងទទួលផលបានរហូតតែម្ដងបាទយើងអត់ចំណាយរាល់ឆ្នាំទេហើយឥឡូវត្រីបកងកំពុងតែពេញនិយមហើយបងប្អូនយើងបាទស្អាតណាស់ត្រីក៏ល្អបងប្អូនបានឃើញពីខាងដើមហើយត្រីបកងល្អណាស់បាទហើយចំណីស៊ីតិចបំផុតបាទហើយនេះបកងចាប់ដើមរាយរួចហើយអាចគូហ្នឹងណាបាទហើយពេលក្រោយពេលយើងរាយវារួចហើយយើងបាចវាទៅបាចវាជះវាចាក់វាជះវាឲ្យសពពេញដីស្រែហ្នឹងទាំងអស់ទៅក៏ចាប់ផ្ដើមព្យួរប្លិចវាទៅព្យួរវាយវាលិចអស់ហើយអញ្ចឹងទៅយើងតិចហ្នឹងយើងបូមទឹកដាក់ទៅស្រូវយើងដោះមកយើងបូមទឹកដាក់ទៅណាហ្នឹងហើយយើងមានទឹកមានអីត្រៀមសគួរស្រេចហើយពេលដែលពេលយើងបូមទឹកដាក់រួចរាល់អស់ហើយយើងចាប់ផ្ដើមត្រីអីហ្នឹងជាមួយអាចគោដែលយើងព្យួរកប់ព្យួរលិចទៅហ្នឹងវាកើតប្លង់តុងវាកើតសត្វល្អិតផ្សេងអញ្ចឹងទៅចលែនទឹកចលែនដីទៅធ្វើឲ្យត្រីចេញពីអូហ្នឹងចេញពីអូហ្នឹងយើងបូមទឹកតឡាងវាបបមកវាទៅរស់ស៊ីពេញវាលហ្នឹងធ្វើឲ្យត្រីយើងហ្នឹងសបោចំណីទៀតហើយប្លង់បន្លាយប្លង់អូនេះបងប្អូនយើងដល់បើសិនជាបងប្អូនយើងធ្វើបង្គងសុំផ្ដាំថាឲ្យធ្វើទៅតឹង2ម៉ែត្រជម្រៅ2ម៉ែត្រក៏បាន1ម៉ែត្រកន្លះក៏បានហ្នឹងហើយព័ទ្ធជុំវិញហើយអាចដីនឹងធ្វើជាទំនប់ទាំងអស់អាចដីនឹងធ្វើជាទំនប់ហើយវាស្មើនឹងកើតទៅជាអាងណាបាទស្រែយើងហ្នឹងកើតទៅជាអាងហើយអាងដល់ពេលអាងអញ្ចឹងទៅខាងក្នុងហ្នឹងទឹកគឺយើងគ្រប់គ្រងដោយខ្លួនឯងយើងអាចបូមចេញយើងអាចបូមចូលទៅតាមចំណង់ដែលយើងចង់បានយើងចង់បានប៉ុណ្ណាយើងសេរីកែកុនប៉ុណ្ណឹងទៅយើងមិនចាំបាច់ខ្វល់រឿងទឹកលិចទេ
ហើយបើសិនជាយើងបណ្ដោយឲ្យទឹកលិចក៏អាជីវកម្មយើងហ្នឹងក៏បរាជ័យដែរអញ្ចឹងគឺយើងធ្វើអាងខ្ពស់អញ្ចឹងទៅគឺទឹកភាសាខែភាសាអីហ្នឹងมันអាចមានអឺអីមកលិចបានទេព្រោះអីយើងមានតំណខ្ពស់ណាហើយយើងគ្រប់គ្រងមានតែម៉ាស៊ីនបូមទឹកមួយសពួរទៅត្រូវបូមចេញឬក៏ត្រូវបូមចេញបូមចូលតាមកលៈទេសៈដែលយើងចង់ធ្វើហើយបងប្អូនឃើញទេត្រីម្ដែងគួរចាប់អារម្មណ៍តែម្ដងល្អណាស់បងប្អូនយើងអើយតែបានមួយខែលើសតិចតួចទេមួយខែប្រហែលថ្ងៃទេហើយមើលត្រីវិញបាទប៉ិនក៏ដៃកូនក្មេងខ្លះប៉ិនមេជើងភាកច្រើនគឺប៉ិនមេជើងហើយថ្លោះល្អណាស់ហើយតែប៉ុណ្ណេះអាជីវកម្មយើងអាចញញឹមបានហើយមែនទេបាទយើងអាចញញឹមបដាបានហើយបាទហើយនៅអាជីវកម្មមួយទៀតចង់បង្ហាញបងប្អូននេះក្នុងបលាយក្នុងអូយើងនេះបើសិនណាជាបងប្អូនយើងស្ដាប់ពូកងតន់ធ្វើទៅតឹង2ម៉ែត្រមកកាត់ណា2ម៉ែត្រហើយជម្រៅវា1ម៉ែត្រកន្លះ2ម៉ែត្រអីហ្នឹងបងប្អូនយើងបូមទឹកតលាក់ឈឹបមកបងប្អូនយើងដាំផលិតបាទដាំផលិតណាព្រោះផលិតឥឡូវនេះសម័យឥឡូវនេះគេលេងសត្វថ្លឹងគីឡូបាទហើយបងប្អូនសាកសម័យមើលមកជុំហ្នឹងផលិតពេញមកជុំហ្នឹងមិនមែនធម្មតាទេណាពេលដែលបងប្អូនប្រមូលផលផលិតហ្នឹងមកយកទៅដោយកចំណីត្រីមកបានហើយណោះបាទអាចយកពីផលិតយកមកទិញចំណីត្រីអញ្ចឹងចំណីត្រីហ្នឹងយើងអត់ចាំបាច់យកលុយចេញពីហៅប៉ាវយើងយកទៅទិញទេហើយចំណីត្រីហ្នឹងក៏អញ្ចឹងទៀតប្រកងឲ្យបាច់អាចគោអញ្ចឹងហើយវាកើតណាវាកើតកាត់ឥតកើតខ្លងតុងពេញនឹងទាំងអស់បាទពេញនឹងទាំងអស់ដល់អញ្ចឹងទៅត្រីយើងគ្រាន់តែលែងតាមរាវទៅបងប្អូនអើយវាស៊ីអាហ្នឹងធំលឿនណាស់បាទហើយនេះចំណីប្រកងដាក់គេមួយថ្ងៃប៉ុណ្្នឹងហើយណែមួយថ្ងៃប៉ុណ្្នឹងនេះថ្លឹងមកពីផ្ទះមក1គីឡូ2ខាំតឹងកូនថាំងហ្នឹងបានថាចំណីយ៉ាងច្រើន1គីឡូបាទអញ្ចឹងណាហើយមួយថ្ងៃឲ្យស៊ីតែម្ដងទេបងប្អូនយើងបាទមួយថ្ងៃឲ្យស៊ីតែម្ដងទេហើយបើនិយាយពីរឿងធំវិញពេញចិត្តតែម្ដងដោយសារអីដោយសារស៊ីចំណីអត់តិចដោយសារប្រកងដាក់អំពូលសូឡាផងដាក់អំពូលសូឡាផងវាស៊ីយប់ឡើងសាន់ល្អិតមកអញ្ចឹងធ្វើឲ្យវាស៊ីអញ្ចឹងណាវាស៊ីមកយកទៅភ្លឺអញ្ចឹងទៅអំពូលយើងដាក់អំពូលចង្រិតផងហើយដាក់អំពូលសូឡាផងអញ្ចឹងទៅដាក់អំពូលចង្រិតប្រកងដាក់អំពូលចង្រិតតែ3ទេដើម្បីឲ្យវាស្រូបទាញយកសាន់ល្អិតពីចង្ងាយមកដល់ពេលមកដល់វាឃើញភ្លើងអំពូលសូឡាវាលេងអាភ្លើងអំពូលសូឡាគ្រប់កន្លែងយើងដាក់ច្រើនប្រកងដាក់អំពូលសូឡាដាក់4 10អំពូលដាក់4 10សូឡាទៅបងប្អូនយើងបាត់ខាតលុយប្រហែលទេចំណីទៅវិញទេវាបានប្រើបាន2 3ឆ្នាំអីហ្នឹងចាំខូចក៏យើងចំណេញមិនថឹកដែរបាទយប់ឡើងវាស៊ីចំណីទៅភ្លឺចឹងបានវាធំលឿនបងប្អូនមើលធំលឿនបាទហើយក្នុងអូនេះឯងយើងមិនឲ្យខាតទេយើងដាំផលិតហើយនេះកំពុងដាំហើយបងប្អូនយើងតែវាដុះបន្តិចហើយមើលអត់ទាន់ឃើញណាបាទវាដុះបន្តិចហើយមើលអត់ទាន់ឃើញតាមអូដែលកំពុងធ្វើហ្នឹងបាទមានផលិតហើយចាំមើលឧទាហរណ៍ថាផលិតហ្នឹងវាដោះមកពេញបឹងហ្នឹងណាពេញអូហ្នឹងហើយកវ៉ាត់មកជុំបងប្អូនយើងកវ៉ាត់មកជុំហ្នឹងដកមកកើតតោនណាបាទតាមអូហ្នឹងបាទកើតមករាប់តោនដែរហើយអាហ្នឹងផលិតហ្នឹងសប្ងៃទីផ្សារល្អណាវាជាបន្លែធម្មជាតិអញ្ចឹងណាមានគេទទួលទិញគេដឹកទាំងតោនណាបាទឲ្យតែមានចឹងណាអញ្ចឹងបងប្អូនសាកសម័យមើលអាហ្នឹងហើយជាអាជីវកម្មសម្រាប់យើងបាទយើងបេះតែផលិតហ្នឹងដោះស្រាយជីវភាពប្រចាំថ្ងៃយើងផងហើយនឹងដោះស្រាយចំណីត្រីប្រចាំថ្ងៃផងបាទហើយបេះរហូតបាទយើងបេះចេះតែដោះចេះបេះចេះតែដោះដកចេះតែដោះមករឿងផលិតហ្នឹងវាអត់មានអីជាពិបាកទេហើយយើងអាចហ្នឹងជីចំណីត្រីអាចត្រីអីហ្នឹងវាជុះទៅហ្នឹងទៅជាជីដាក់មកវិលជុំហ្នឹងឯងនេះជាប្រព័ន្ធពហុប្រយោជន៍ដែលពូកងកំពុងតែត្រៀមនឹងបន្តធ្វើអញ្ចឹងបានថាបងប្អូនយើងសូម្បីតែបកគោនេះក៏ពូកងវាយឲ្យដោះដែរគេដោះហើយបងប្អូនគេដោះហើយតែដោះអញ្ចឹងវាយតែម្ដងគឺជាប់រាប់ឆ្នាំណាអត់ចេះខូចទេពូកងបដោះទៀតហើយនេះដើម្បីយកមកវាយធ្វើបកគោហ្នឹងណាវាយបកគោដាក់ស្បៃហុំកុំឲ្យត្រីយើងវាឡើងបាទអញ្ចឹងវីដេអូហ្នឹងបងប្អូនទស្សនាឃើញយល់បដាណោះបាទកំពុងនឹងចេញវីដេអូថ្មីបន្ថែមទៀតដែលបកកំហើញថ្មីវិធីសាស្ត្រថ្មីដែលធ្វើឲ្យត្រីកាន់តែល្អធ្វើឲ្យត្រីកាន់តែទទួលផលបានជោគជ័យនៅក្នុងនឹងពហុប្រយោជន៍កំពុងរៀបបន្តមានទាំងកែបមានអីទៀតបងប្អូនយើងបាទ
តិចទៀតបង្គំយកកែបយកឲ្យបដាក់ក្នុងនឹងទៀតក្រោយពីរៀបប្រព័ន្ធដាក់ស្បែកដាក់អាងអីទប់ទល់អីរួចអស់ទៅយកកែបធ្វើហាប៉ាមកបដិតនៅលើអាងនឹងទៀតបាទដល់អញ្ចឹងទៅអានឹងហើយគេហៅថាពហុប្រយោជន៍យើងរលុយមិនចាំបាច់ដើរចំណាក់ស្រុកទេយើងឆ្នៃយើងលៃរកបាននៅក្នុងផ្ទះខ្លួនយើងเนาะបាទនៅនឹងកន្លែងមិនចាំបាច់ដើរមិនចាំបាច់ចោលប្រពន្ធកូនមិនចាំបាច់ចោលដីឆ្លីដីកំណើតរបស់យើងទេយើងបន្តរស់បន្តកែច្នៃទៅវាចេះតែរីកចម្រើនទៅមុខទៀតហើយបាទអញ្ចឹងវីដេអូហ្នឹងគឺអាចចែករំលែកទៅបងប្អូនយើងអញ្ចឹងបងប្អូនយើងតាមដានទស្សនាបន្តទៀតពគង់នឹងបង្រៀនបងប្អូនយើងឲ្យចេះធ្វើផលិតចំណីត្រីនេះដល់ខ្លួនឯងទៀតបាទឥឡូវនេះពគង់ឲ្យចំណីផ្សារឡើយទេដោយសារកំពុងតែរវល់ផងហើយម្យ៉ាងទៀតត្រីនេះវាលក្ខណៈកំពុងតែសាកល្បងផងបើទៅមុខទៀតពគង់ចាប់ផ្ដើមកែច្នៃបន្ថែមគឺផលិតចំណីត្រីអីហ្នឹងបងប្អូនទស្សនាវីដេអូពគង់បងប្អូនចេះផលិតចំណីត្រីជាមួយពគង់ទៀតចឹងណាហើយរបស់អីក៏ដោយដែលកាលណាយើងកែច្នៃផលិតអីបានដោយខ្លួនឯងសិតតែជាឱកាសចំណេញហើយចឹងវីដេអូមួយនេះបងប្អូនតាមដានទស្សនាឃើញហេតុផលបដាเนาะបាទហើយបលាយអូហ្នឹងវាសលឹមចឹងដែរបងប្អូនណាបាទមកជុំហ្នឹងគឺត្រីយើងរស់ស៊ីបានលក្ខណៈរស់ស៊ីបែបធម្មជាតិបាទអញ្ចឹងវីដេអូហ្នឹងតែមានតែប៉ុណ្្នឹងទេបងប្អូនយើងបាទពពងចង់ប្រាប់បងប្អូនយើងថាឲ្យត្រៀមចិត្តហើយទស្សនាយកចិត្តទុកដាក់ទៅថ្ងៃក្រោយបងប្អូនយើងមានគំរូដ៏ល្អធ្វើពពងនឹងបញ្ចេញបន្ថែម